បានគ្រប់ជំរាបសួររឿងនេះជារឿងពិតហើយរឿងនេះកើតឡើងជាក់ស្ដែងដែលស្ថិតនៅក្នុងខេត្តបាត់ដំបងនៅថ្ងៃមួយមានបរិសម្នាក់ក្នុងខ្លួនពោរពេញទៅដោយភាពស្រវឹងទន់ខ្លួនគាត់មិនដឹងថាគាត់កើតអីទេមិនដឹងខូចចិត្តឬស្នេហាឬគ្រួសាររឿងអ្វីទេគាត់បានជិះម៉ូតូយ៉ាងលឿនសម្ដៅពីស្រុកម៉ាឡៃទៅស្រុកសំពើលួនវេលាម៉ោង10យប់ទាំងខ្លួនទៅទឹកជោកពោះពេលហ្នឹងគឺមិនភ្លៀងពេលដែលគាត់ទៅដល់ចំណុចគីឡូ9ដែលយើងតែងតែដឹងគ្រប់គ្នាហើយថាគឺជាតំបន់ដែលគ្មានផ្ទះទេទេហើយក៏គ្មានមនុស្សនៅដែរជាតំបន់ស្ងាត់ពោរពេញទៅដោយព្រៃឈើរួមជាមួយនឹងផ្លូវបត់ជាច្រើនជ្រុងផងដែរពេលដែលបរិសម្នាក់នឹងគាត់ជិះទៅគឺគាត់បានគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅនឹងកន្លែងដោយការបុកនឹងប៉ាណូនេះបើតាមការបញ្ជាក់ពីពេទ្យនិងប៉ូលីសធ្វើកសលវិច័យនៅត្រង់ហ្នឹងហើយបរិសម្នាក់ហ្នឹងក៏បានខ្លាចជាខ្មោចតៃហោងខ្ញុំមិនដឹងថានរណាបានជួបទេប៉ុន្តែតាមរយៈការប្រាប់ពីទស្សនិកជនដែលគាត់ផ្ញើសារមក admin គឺគាត់បានជួបបុគ្គលដែលបានស្លាប់ក្នុងអំឡុងពេលខែ10ហ្នឹងឯងនៅថ្ងៃមួយនោះគាត់ឃើញដោយសារគាត់គោមណងគាត់ហ្នឹងគាត់ទៅដើរលេងគ្នាគាត់ចំនួន2នាក់ចេញពីម៉ាឡៃដូចគ្នាគាត់ចេញទៅសំពើលួនព្រោះអីតំបន់សំពើលួនគឺសម្បូរឲ្យដើរលេងច្រើនណាស់អញ្ចឹងគាត់បានចេញទៅពីម៉ាឡៃនៅម៉ោង6ល្ងាចហ្នឹងណាហើយពេលគាត់ដើរលេងហើយឲ្យអស់ទៅបានគាត់ជិះមកវិញក្នុងអំឡុងពេល10ម៉ោង11កន្លះពេលយប់ណាកំឡុងអាត្រៀតហ្នឹងឯងប៉ុន្តែពេលដែលគាត់មកដល់កន្លែងគីឡូ9កន្លែងកិច្ចកែងហ្នឹងគឺគាត់បានឃើញមនុស្សម្នាក់ដែលកំពុងតែឈរនៅក្បែរនឹងប៉ាណូសារាប៊ីកម្ពុជាហើយដៃហ្នឹងគឺបក់ដៃហៅគាត់ហ្នឹងហើយគាត់ហ្នឹងប្រកាសណាស់ហើយគាត់ថាប្រហែលជាមិនមែនមនុស្សទេព្រោះឯដោយសារកន្លែងហ្នឹងកម្រមានអ្នកឈរលេងតែឯងណាបើឈរគឺឈរទាំងអស់គ្នាអញ្ចឹងគាត់ហ៊ានប៉ាន់ស្មានថានៅហើយជាមនុស្សឬក៏ជាខ្មោចអញ្ចឹងគាត់អត់មានត្រូវគិតអីទៀតទេគឺគាត់ពឺតជិះម៉ូតូទៅហើយគាត់ធ្វើជាសំឡេងជ្រៀងអាឡេអាឡូពេញនឹងដើម្បីសុបាយអញ្ចឹងទៅពេលដែលគាត់ជិះទៅផុតកន្លែងហ្នឹងគាត់បានងាកមើលក្រោយអត់បាត់ទេនៅឃើញតែនៅតែសម្លឹងមានថាសម្លឹងមើលគាត់មានថាមើលភ្នែកចម្ងាយទៅឃើញបែរមុខមកគាត់អញ្ចឹងគាត់មានអារម្មណ៍គាត់ភ័យមែនតើដោយសារអីមានអារម្មណ៍ថាដូចគាត់មើលឃើញហ្មងពីមុនគាត់មិនដែលសូវមើលបានមើលឃើញយ៉ាងទេប៉ុន្តែពេលនេះគាត់មើលឃើញអញ្ចឹងគាត់លែងហ៊ានជិះតែឯងពេលក្រោយៗទៀតពេលដែលគាត់បានឃើញនឹងហើយគាត់លែងហ៊ានជិះតែឯងពេលដែលគាត់ទៅដើរលេងសំពើលួនម្ដងគាត់រកម៉ូតូពីរម៉ូតូអីចឹងដើម្បីអមគ្នាដើម្បីគាត់ជិះទៅហើយគាត់មើលទៀតក៏អត់ឃើញដែរមានតែគាត់ឃើញតែម្ដងហ្នឹងទេអញ្ចឹងចាប់ពីថ្ងៃហ្នឹងមកហ្នឹងគាត់ក៏បានប្រាប់ថាបងប្អូនគាត់ក្តីមិត្តភក្តិក្តីពេលដើរលេងពីម៉ាឡៃទៅសំពើលួនឆ្លងកាត់កន្លែងគីឡូ9ហ្នឹងកន្លែងព្រៃស្ងាត់អត់មានផ្ទះហ្នឹងណាព្យាយាមកុំមើលអីគឺព្យាយាមបើកម៉ូតូទៅមុខទៅឲ្យតែផុតសិនព្រោះកន្លែងហ្នឹងវាអាចមានមនុស្សហើយវាអាចមានខ្មោចលងអញ្ចឹងទៅអញ្ចឹងព្រោះរឿងហ្នឹងវាកើតឡើងហើយអញ្ចឹងគាត់ក៏មកប្រាប់មកadminហើយadminក៏បានផ្សាយបន្ថែមទៀតអញ្ចឹងបើសិនជាបងប្អូនដើរលេងក្តីអីក្តីពេលយប់ប្រលប់ម៉ោង9ម៉ោង10យប់អីណាក៏កុំព្យាយាមបាទជិះយឺតនៅម្ដុំហ្នឹងគួរតែជិះលឿនបាទព្រោះដោយសារមិនមែនមានតែមួយករណីទេមានច្រើនករណីមែនទែនគឺលងបាទសាហាវមែនទែនហើយពេលខ្លះអ្នកខ្លះក៏គាត់ឃើញដែរគឺមានដើមអំពិលគឺអង្គុយទៅដើមអំពិលហ្នឹងឯងអង្គុយបក់ដៃបាទអង្គុយញញឹមបាទហើយអង្គុយតែឯងយល់ជើងតែឯងហ្នឹងទៅនៅលើដើមអំពិលនៅម្ដុំហ្នឹងមានដើមអំពិលអញ្ចឹងណាហើយមានដើមឈើមុំហ្នឹងគឺឈរចាមហើយអញ្ចឹងអ្វីដែល admin បានប្រាប់ហ្នឹងគឺបងប្អូនទាំងអស់ប្រយ័ត្នទាំងអស់គ្នាដើរលេងប្រុងប្រយ័ត្នពេលយប់ប្រលប់បាទប្រយ័ត្នឲ្យមែនតើស្រាប់តែពីថ្ងៃហ្នឹងមកគឺមានបុគ្គលម្នាក់ទៀតបាទគាត់បានឃើញដែរគាត់មកពីចំការបាទគាត់ចេញមកពីចំការគាត់ជិះកយន្តមកណា2គីឡូ9ផ្លូវក្នុងមកហើយពេលថ្ងៃចេះបងប្អូនជឿថាខ្មោចលងពេលថ្ងៃកន្លែងហ្នឹងដូចគ្នាណា
គឺឈរលើដើមអំពិលបាទឈរដើមអំពិលណាប៉ុន្តែអត់មានជើងទេមានតែស្រមោលត្រឹមពាក់កណ្ដាលទ្រូងទេគឺសន្លឹងមើលគាត់ពីចម្ងាយហ្មងបាទពីចម្ងាយម៉ោង12ថ្ងៃត្រង់ចេះបាទប៉ុន្តែឃើញហ្នឹងអត់មានឃើញយូរទេបងប្អូនណាអត់មានឃើញយូរទេឃើញហ្នឹងគឺឃើញថាជាមកប្រព្រឹត្តភ្នែកទេបាទសឹងថាយើងមិនដឹងថាតាមនោះថាជាមនុស្សឬខ្មោចផងបាទប៉ុន្តែគាត់ឃើញគាត់ប្រាប់ថាគាត់ព្រឺមែនតើដោយសារវានៅតំបន់កន្លែងដែលមនុស្សស្លាប់ហ្នឹងឯងច្រើនហ្នឹងឯងអញ្ចឹងណាអញ្ចឹងខ្ញុំគិតថាវីដេអូនេះគឺចែកម្លែកបងប្អូនអរគ្នាហើយផ្លូវគីឡូ 9 ផ្លូវស្ងាត់ហ្នឹងបើព្យាយាមជិះជាបានលឿន